ជំរាបសួរបងប្អូននេះជាកាហ្វេដំឡូងមីបងប្អូនជាធម្មតាគឺខ្ញុំចូលចិត្តញ៉ាំដំឡូងមីហើយនឹងកាហ្វេអញ្ចឹងខ្ញុំយកដំឡូងមីមកដាក់ជាមួយនឹងកាហ្វេញ៉ាំដំឡូងមីនេះវារសជាតិវាឆ្ងាញ់ហើយស្អិតណាបងប្អូនអញ្ចឹងយកមកហាន់ដាក់ជាមួយនឹង brown sugar ទៅវាស្តៀងទៅជាស្តៀងគុជណាបងប្អូនអាហ្នឹងណាប៉ុន្តែវាឆ្ងាញ់ជាងគុជហើយវាញ៉ាំទៅវាល្អជាងគុជអញ្ចឹងខ្ញុំយកវាមកហាន់តូចដុំប៉ិនគុជហ្នឹងអាចនឹងបើទៅយកបានហើយយកទឹក brown sugar យកមកចាក់លាយចាក់កូរវាលាយឲ្យជោគសាច់ដំឡូងមីហ្នឹងបានវាឡើងជាតិឈ្ងុយឆ្ងាញ់នៅជាប់នឹងដំឡូងមីហ្នឹងហ្មងបងប្អូនហើយយកទៅឆុងមួយកាហ្វេឆ្ងាញ់ណាស់បងប្អូនសម្រាប់តែអ្នកចូលចិត្តដូចជាខ្ញុំហ្នឹងខ្ញុំគិតថាឆ្ងាញ់ហើយអត់មានមនុយលក់អីបងប្អូនធ្វើញ៉ាំខ្លួនឯងទេប៉ុន្តែញ៉ាំហើយវាឆ្ងាញ់ក៏បង្ហាញជូនបងប្អូនបង្ហាញជូនបងប្អូនទៅអានេះទឹក brown sugar ខ្ញុំចាក់ប្រហើយពេលកំពុងធ្វើភ្ញៀវមកកំងកាហ្វេក៏ទុកសិនទៅដាក់កាហ្វេឲ្យភ្ញៀវសិនឥឡូវឆុងកាហ្វេឲ្យភ្ញៀវហើយឆុងកាហ្វេញ៉ាំខ្លួនឯងស្ករគឺខ្ញុំដាក់លេខ30អំបិលលេខ30អំបិលសម្រាប់ខ្ញុំគឺញ៉ាំទៅឆ្ងាញ់ចូលចិត្តរសជាតិបែបហ្នឹងហើយនេះធ្វើកាហ្វេមួយកែវទៀតកាហ្វេខ្មៅឲ្យភ្ញៀវដែរលាយគ្រឿងកាហ្វេល្បាយឲ្យសព្វទៅចាំចាក់ដោះគោស្រស់ខ្ញុំប្រើមួយកែវបងប្អូនកាហ្វេម៉ាស៊ីនបើយើងអត់ដាក់ទឹកដោះគោស្រស់គឺញ៉ាំអត់កើតទេណាបងប្អូនវារសជាតិវាខ្លាំងចត់ជូរល្វីងបើសិនជាយើងញ៉ាំដូចកាហ្វេឆុងកញ្ចប់គឺអត់កើតទេលុះត្រាតែអ្នកហ្នឹងសម្រាប់គាត់ជំនាញញ៉ាំខ្លាំងមកដូចខាងប៉ៃអឺរ៉ុបអីគេពេលចឹងគេអត់សូវលាយគ្រឿងទេគេដាក់ទឹកកាហ្វេញ៉ាំសុទ្ធហ្មងប៉ុន្តែបើអញ្ចឹងគឺយើងដាក់ស្រាលប៉ុន្តែបើដាក់ខាប់អញ្ចេះយកមកញ៉ាំអូយញ៉ាំកើតទេរសជាតិវា3រសជាតិមិនចូលគ្នាហ្មងកាហ្វេបងប្អូនឥឡូវយើងធ្វើហើយដាក់ដំឡូង brown ដាក់ដំឡូង brown ចូលនៅលើហ្នឹងទៅមើលទៅឃើញតំណងណាបងប្អូនដល់ពេលញ៉ាំទៅឆ្ងាញ់ញ៉ាំហើយឆ្ងាញ់ហើយធ្វើញ៉ាំអាចញ៉ាំបានរាល់ថ្ងៃសម្រាប់ខ្ញុំចូលចិត្តញ៉ាំទៅវាល្អជាងគុជអញ្ចឹងណាបើយើងអាសាក៏ដាក់ស្ងោរគុជញ៉ាំទៅប៉ុន្តែវាគុជវាជាតិម្សៅមីអានេះវាជាតិដំឡូងធម្មជាតិអញ្ចឹងណាហើយវាឆ្ងាញ់ជាងសម្រាប់ខ្ញុំថាយកដំឡូងនេះមកលាយជាមួយនឹងទឹកប្រោនគឺវាឆ្ងាញ់ជាងដាក់ជាមួយនឹងទឹកដោះគោស្រស់អីក៏បានដែរធ្វើតែឆុងតែគុជអីក៏បានដែរឆុងតែគុជហើយលាយវាដាក់ដូចខ្ញុំអញ្ចឹងឆ្ងាញ់ណាស់បងប្អូនសម្រាប់តអ្នកចូលចិត្តញ៉ាំដំឡូងមីដូចខ្ញុំអីហ្នឹងញ៉ាំឆ្ងាញ់បងប្អូនអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាវីដេអូពីដើមដល់ចប់ជូនពរបងប្អូនមានសុខភាពល្អទាំង